បាទថ្ងៃនេះរៀបមង្គលការជូនពរណាកូនកំមុំកូនកំឡោះបាទជូនពរឲ្យរកស៊ីមានបានហើយចាប់ពីថ្ងៃនឹងទៅរោចេះតែបានចេះតែចូលចេះតែហេងឲ្យសួយឲ្យចេញឆ្ងាយចាប់ពីពេលនឹងតទៅអរគុណច្រើនអូនហើយបាទដាក់ដៃចោះបាទអរគុណអូនឯងក៏លេចទៅមើលខាងសម័យកំដរខាងកូនកំមុំវិញម្ដងអូនណាចាស្អាតដល់បងនោះស្អាតដល់មុខដូចចង់រៀងមួយដេកយកមករៀងក្តៅអញ្ចឹងបាទចារៀងទុនភ្នែកហ្នឹងហើយកញ្ញាទី1ឈ្មោះថាកញ្ញាកែវបាទទី2កញ្ញាកងមួយទី3ឯនោះពីទូសូរកានចាជម្រាបសួរកញ្ញាទាំង3ចាស្រស់ស្អាតដល់បងបាទសិតតម៉ួយយើងហើយណាអូនណាអូរាប់អានគាត់ទុកជាមួយហើយបងបាទខាងនេះក៏ម៉ួយដែរ សម័យកំណល់ខាងកូនកំឡោះស្អាតណាស់សុទ្ធតែជាបណ្ឌិតអ្នកចេះអ្នកដឹងចាបងបណ្ឌិតទី1ឈ្មោះថាបណ្ឌិតជ័យទី2បណ្ឌិតមានទី3បណ្ឌិតបានចាបណ្ឌិតបានកូនកាត់ចិនមិនបងភ្នែកតូចអញ្ចឹងកាត់ចិនខ្សែចិនអូកូនខ្សែចិនបងបាទជាប់ខ្សែចិនភ្នែកតូចឃើញភ្នែកតូចអញ្ចឹងច្បាស់ណាស់ណាអូនណាច្បាស់ណាស់បងហ្នឹងហើយមើលឃើញបានឆ្ងាយចាអរគុណអូនឥឡូវបានបើកបណ្ឌិតទឹកមើលកូនប្រុសកូនស្រីសម័យកំដរឃើញហើយកំពុងតែអង្គុយចាំនៅកន្ត្រៃមីក្រាប្រាក់កញ្ចក់ទឹកឥឡូវជប់នៅកន្ត្រៃហោះចុះទៅឋានកណ្ដាលតែម្ដងខ្ញុំបាទសូមសូត្រមុនគេថាជប់នៅកន្ត្រៃមីក្រាប្រាក់កញ្ចក់ទឹកពេលណាសូមឲ្យហោះមកនៅលើបាត់ដៃនឹងទេពធីតាបានដូចសេចក្តីប្រាថ្នាដាក់ដៃមកអូនណាណាអ្នកថតពីឡៃរត់ដូរថ្មអាយុពេកអស់សិលហើយបាទឥឡូវជប់បានហើយហោះចុះទៅណូនណាចុះពីឋានលើមកដល់ឋានកណ្ដាលហើយក៏មកដល់ផ្ទះលោកភុកផាឡាមហាសម្បត្តិដែរប៉ុន្តែមិនស្គាល់ថាលោកភុកផាឡាមហាសម្បត្តិហ្នឹងបាទលោកអង្គុយនៅទីណាកន្លែងណាទេអូនឯងជាស្ត្រីសម្ដីតុនជូលទៅស៊ូបណ្ឌិតទាំង3ណូណាចាជំរាបសួរបងបាទជំរាបសួរចាបងអង្គុយហ្នឹងមានតួនាទីជាអីដែរបងអ្នកកំដរណាបងណាគេហៅថាអង្គរៈការពារមេមិនចឹងបងណងបាទបងជាអង្គរៈចឹងមានកំភ្លើងអត់អត់មានហ្មងអូអត់មានទេអូយបានអីការពារមេទៅចឹងមានចេះក្បាច់គុណហ៎បងអូកូនកំឡោះថាមានមូដៃអាវមិនមូដៃអាវប្រងរត់ចោលមេមែនចាមានអត់បងអត់មានទេចាឥឡូវសុំសួរមួយទៀតបងស្គាល់ទេលោកមេបាអត់ស្គាល់ដែរចាពឹងបងជូនតន្តិចណាបងណាចាខ្ញុំមកពីឆ្ងាយបងតាកន្លងស្អល់អីថៃតាមកកដាលនេះបងអីប្រុងជូនទៅមេនេះប្រុងជូនទៅដល់ផ្ទះកុំតន់អាលទៅសុំសួរសិនតោះអាឡឡើងមកដល់បាយជំរាបសួរម្ដងទៀតបងណាឈ្មោះអីដែរឈ្មោះនៅមេងហូបាទឈ្មោះនៅមេងហូណោះបាទបងមេងហូអ្នកនៅខាងបៃលិននេះទេឬក៏មកពីខេត្តមកពីទាំងបាទដឹងតែពីផ្ទះនៅខេត្តណាឬក៏នៅបៃលិនចម្លើយឆ្អិតទ្រូងតែហ្មងដឹងតែមកពីផ្ទះហើយតែបងមកពីខេត្តផ្សេងឬក៏បងអ្នកនៅរស់នៅក្នុងខេត្តបៃលិននេះទេនៅខេត្តកណ្ដាលបងអូមកតាំងពីខេត្តកណ្ដាលឯណោះបាទហើយមកកំដរនេះត្រូវជាអ្វីជាមួយនឹងកូនកំឡោះកូនកំមុំដែរបងប្អូនគាត់បងអូត្រូវជាបងណាជាប់សាច់ឈាមគ្នាទេអត់មែនជាសាច់ឈាមបងប្អូនទេប៉ុន្តែត្រូវជាបងអ្នកស្គាល់គ្នាមិត្តភក្តិបងអរគុណច្រើនមកតាំងពីខេត្តកណ្ដាលណាអូនអើយឆ្ងាយឥឡូវអញ្ចឹងមុននឹងខ្ញុំសាកសួរបន្តទេណាបាទបែរមកខាងនេះហើយជំរាបសួរប៉ាម៉ាក់សិនបាទជំរាបសួរប៉ាម៉ាក់ថាផងជំរាបសួរប៉ាម៉ាក់បាទជំរាបសួរម៉ាក់អ៊ំបាទខាងនោះទៀតពូក៏មកថាយើងបាទគ្មានសុជីវធម៌ទៀតណាបាទតោះខាងមុខផងជំរាបសួរភ្ញៀវកិត្តិយសពុកម៉ែបងប្អូនអញ្ចឹងឥឡូវថាតាមខ្ញុំជំរាបសួរលោកតាលោកយាយឥឡូវថាតាមខ្ញុំជំរាបសួរលោកតាលោកយាយជំរាបសួរលោកតាលោកយាយភ្ញៀវកិត្តិយស
ហៀវកិត្តិយស ជំរាបសួរលោកគ្រូភ្លេង ជំរាបសួរលោកគ្រូភ្លេង ជំរាបសួរបងខាងចុងភៅ បាទជំរាបសួរបងខាងចុងភៅ ជំរាបសួរអំពូលម៉ែត មិនទៅជំរាបសួរអំពូលម៉ែ ចាំថាតាមទៀតទៅ ឥឡូវបើចាំថាតាមខ្ញុំវិញណា ចង់បកចង់បកខ្ញុំចេះថាអីឡើយបងឯងខ្ញុំចេះថាអញ្ចឹងបានខ្ញុំឲ្យថាតាមតោះ វិញឲ្យគាត់ថាតាមអី ឥឡូវសុំសួរបន្តិចមុននឹងជូនខ្ញុំទៅជួបលោកភុកផាឡាមហាសម្បត្តិណាបងជាកូនខ្មែរសុទ្ធទេឬក៏មានជាប់ខ្សែចិនកូរ៉េជប៉ុនអីទេ កាត់ដែរណា កាត់ដែរណោះកាត់អីដែរបង កម្ពុជា ចម្លើយមួយម៉ាត់នេះខ្ញុំចង់កាំងហ្មងអូអញ្ចឹងខ្មែរកាត់កម្ពុជាណា បាទ អរគុណច្រើននេះខ្មែរកាត់កម្ពុជាហើយសពថ្ងៃបងឈប់សិក្សាហើយទៅនៅបង ឈប់យូរឯងបង ឈប់ហើយណោះ បាទ បាទអរគុណច្រើនប្រកបមុខរបរហើយសពថ្ងៃប្រកបរបរអីដែរ រកស៊ី រកស៊ីអរគុណច្រើនសុំសួរថាអញ្ចឹងក្នុងនាមបងជាកូនខ្មែរមួយរូបបងស្គាល់អាយ៉ៃឆ្លៃឆ្លងខ្មែរយើងហ៎ ស្គាល់តា ធ្លាប់ស្ដាប់ណោះ បាទ បាទស្គាល់តារាដែលល្បីផ្នែកអាយ៉ៃឆ្លើយឆ្លងប្រចាំប្រទេសកម្ពុជាយើងឈ្មោះ តា អី ព្រំម៉ាញ អាយ៉ូឆ្លើយញាប់ណាស់នៅអើយសួរមិនទាន់ចប់ផង ចា៎ បាទលោកគ្រូព្រំមាញ់នេះបានហៅថាកូនខ្មែរស្រឡាញ់សិល្បៈដូនតារបស់ខ្មែរឃើញទេគាត់ធ្លាប់មើលគាត់ធ្លាប់តាមដានគាត់ធ្លាប់ស្ដាប់ហើយក៏ស្រឡាញ់អញ្ចឹងបានស្គាល់ច្បាស់ណាស់បាទលោកគ្រូព្រំមាញ់ចុះដៃគូរបស់គាត់នោះឈ្មោះអីទៀតស្រីហ៎ លោកយាយយ៉យ បាទយាយយ៉យអរគុណច្រើនច្បាស់ចេះតែម្ដងខ្ញុំចូលចិត្តណាស់អ្នកដែលស្រឡាញ់អូនឯងដឹងមិនទេ មិនបង បាទជំនាន់ឥឡូវណា ចា៎ ក្មេងៗជំនាន់ឥឡូវសម័យឥឡូវភាគច្រើនគឺគាត់អត់ស្គាល់ទេ ចា៎ ជាពិសេសបាទសិល្បៈបុរាណខ្មែរសិល្បៈដែលដូនតាយើងគាត់បន្សល់ទុកឲ្យដូចជាអាយ៉ៃឆ្លៃឆ្លងមិនហ្នឹងក្មេងខ្លះស៊ូអត់ស្គាល់ថាអាយ៉ៃឆ្លៃឆ្លងហ្នឹងយ៉ាងម៉េចទេស៊ូតែអ្នកច្រៀងហ្នឹងមិនដឹងថាអ្នកណាច្រៀងឈ្មោះអីផងអរគុណឥឡូវគាត់បានស្គាល់បានដឹងស្រឡាញ់គ្រប់ត្រូលផ្នែកអាយ៉ៃសិល្បៈឆ្លៃឆ្លងហ្នឹងទេបង បើស្រឡាញ់អត់ស្រឡាញ់តែស្ដាប់ អូអត់ស្រឡាញ់ទេតែស្ដាប់អាហ្នឹងហើយស្រឡាញ់ តែមិនស្រឡាញ់មិន ត្រូវ គាត់តែស្រឡាញ់បានចង់ស្ដាប់មិនអញ្ចឹងណា ចា៎ អរគុណច្រើនអញ្ចឹងលោកគ្រូភ្លេងហើយបាទឥឡូវគាត់ស្រឡាញ់ចូលចិត្តណាស់បាទចម្រៀងផ្នែកអាយ៉ៃ ផ្នែកអាយ៉ៃបុរាណខ្មែរឥឡូវដាក់អាយ៉ៃឲ្យគាត់សាកបន្តិចមកទៀតណាបាទ ចា៎ ខ្ញុំអត់ចេះទេ ហេសាកគាត់ណាសាយតើបានបណ្ណាយកប៉ុណ្ណឹងតើរំសិនមកបាទគាត់រំក៏តំណងដែរអូននេះបាទតោះឥឡូវគាត់ណាសាកឯងទោះបងមិនចេះក៏ដោយចង់ដឹងថាបងអាចទៅបានរួចឬអត់ក្នុងនេះបងស្រឡាញ់អ្នកគ្រប់ត្រូលសិល្បៈបារាំងខ្មែរតោះឥឡូវអាយ៉ៃចេញដំបងគេស្រែកហាអើយមួយសិនសាកហាអើយមើលហាអើយគាត់ហាអើយ ហាអេ ហ្នឹងហើយហេតើអដាក់មកដាក់ ចេញទៅក្បាល ហា មក អើយ នៅ ឲ្យ ព្រោះ ផុតមក ហាអេ អី គេមាន អានេះគេហៅថាគេអឿនឈឺណា កលុកកលាក់ទៀត អូនេះកលុកកលាក់ណែ ឃើញព្រោះអត់បង ព្រោះអីគាត់ថាអើយចេញមកគេដឹងព្រោះតោះឥឡូវបងសាកណាជាធម្មតាអាយ៉ៃឆ្លៃឆ្លងលោកគ្រូគាត់ច្រៀងអត់មានទៅសេប្រូលទុកដូចបទចម្រៀងយើងទេ ចា៎ បាទអាយ៉ៃឆ្លៃឆ្លងចេញមកគាត់ច្រៀងមកគេហៅថាចាប់ដាក់ ចា៎ ប៉ុន្តែតាមលំដាប់លំដោយហើយនឹងមានចុងជួន ចា៎ តោះឥឡូវបងសាកបន្តិចថាអើយហើយច្រៀងតយកហ្មង បានបណ្ណាយកប៉ុណ្ណឹង មួយម៉ាត់ក៏បានពីរម៉ាត់ក៏បានដែរ ខ្ញុំជ្រើអត់កាលទេអៀនណាអៀន អូអៀនណា ចាអៀនទៀត បានណាអើយមួយម៉ាត់ដែរតើ ចា៎ គាត់ថាគាត់ទៅអត់រួចទេបាទអរគុណច្រើនណាស់បានណាអើយមួយម៉ាត់ក៏បានដែរទៀតហើយបាទអ្នកខេតកណ្ដាលឥឡូវបងក៏លេចទៅខាងក្រោយមើលបងពីអ្នកខាងក្រោយអ្នកណាដែលខ្លាំងខាងផ្នែកសិល្បៈ ចា៎ទៅអូដៃមកបង ទឹកដៃម្នាក់មក ចា៎អូតើអ្នកខ្លាំងសិល្បៈបង ឥឡូវចេះឥឡូវក៏មកអយុត្តិធម៌បងពីអ្នកប៉ាវតោះអ្នកណា ប៉ាវសិន បាទរោនអ្នកឈ្នះប៉ាវរោនអ្នកឈ្នះ មកខ្ញុំចាប់ស្ដាប់ខ្ញុំសិនបង បាទបងអង្គុយចុះ សិនណាបង ហ្នឹងហើយ តោះខ្ញុំរាប់ណាបងណា ណា អ្នកណាឈ្នះគឺយកអ្នកហ្នឹងបងអី អត់ទេឥឡូវប៉ាវសិនមក តោះ1 2 3អូ អា ប យ៉ា ងបងចាញ់ហ៎ ចាញ់ បងកណ្ដាលឈ្នះ បងកដាលឈ្នះ ចាញ់ អញ្ចឹងយកបងកដាលមក អូគេយកអ្នកឈ្នះហ៎ បាទជាធម្មតាកាលណាឈ្នះបានន័យថាយើងខ្លាំង អញ្ចឹង ណាអញ្ចឹងគេយកអ្នកខ្លាំង ជំរាបសួរបង ជំរាបសួរ អូយឃើញហើយ ចែក ចា សម្រាប់ បាក់អូ ចេះចេះ ជំរាបសួរម៉ាក់ប៉ាជំរាបសួរ អូបាទបាទ ជំរាបសួរម៉ាក់ប៉ា ចេញមកជម្រាបសួរទាំងអស់ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា អូឃើញអត់មិនជម្រាបទេណាបងឃើញអត់ នេះបែបបញ្ញាប់ទៅវិញនេះឡើងមកដល់មកជំរាបសួរបាទជំរាបសួរគាត់បញ្ញាប់ទៅវិញណា ងួយដេក អូមួយ មួយទេ មួយដេកអរគុណច្រើនបងឈ្មោះអី ឈ្មោះផលលីហូ លីហួរ ចា លីហួរអ្នកមក